ជាការពិតណាស់បងប្អូនខ្លះពេលយល់សប្តិឃើញមនុស្សស្លាប់ឬសពមានក្លិនស្អុយច្បាស់ជាមានអារម្មណ៍ភ័យខ្លាចឬសម្បល់ឬបារម្ភថានឹងមានរឿងលែងល្អកើតឡើងជាមិនខានប៉ុន្តែកុំទាន់ភ័យអីតាមក្បួនតម្រាទំនាយសុបិនខ្មែរយើងយល់សប្តិឃើញបែបនេះគឺជារឿងល្អដែលផ្ទុយពីការពិតទាំងស្រុងតែម្ដងខាងក្រោមនេះជាការពង្រីកអត្ថន័យបន្ថែមពីសុបិនរបស់លោកអ្នកក្នុងន័យនិយាយបែបងាយយល់អត្ថន័យទូទៅនៃការយល់សប្តិបើលោកអ្នកយល់សប្តិឃើញមនុស្សស្លាប់ឬសពមានក្លិនស្អុយទំនាយបានទេថាលោកអ្នកកំពុងតែខិតជិតនឹងទទួលបានលាភសំណាងធំហើយសម្រាប់អ្នកចូលចិត្តផ្សងសំណាងលោកអ្នកអាចនឹងត្រូវរង្វាន់ធំឬបានលាភជ័យដោយថាហេតុដែលនឹកស្មានមិនដល់សម្រាប់អ្នករកស៊ីលក់ដូរមុខរបររបស់លោកអ្នកនឹងកាក់កបមានអតិថិជនច្រើនការលក់ដូរដាច់ស្រើចំណេញបានច្រើនជាងមុនសម្រាប់អ្នកធ្វើការការិយាល័យឬមន្ត្រីរាជការនេះជាសញ្ញាបញ្ជាក់ថាអ្នកអាចនឹងទទួលបានការសរសើរឡើងប្រាក់ខែឬទទួលបានការដំឡើងតួនាទីឲ្យកាន់តែខ្ពស់ជាងមុនអត្ថន័យពិសេសបើឃើញសពរលួយខ្លាំងអ្វីដែលរឹតតែពិសេសនិងគួរឲ្យភ្ញាក់ផ្អើលនោះគឺបើសិនជាក្នុងសុបិននោះសពដែលលោកអ្នកបានឃើញមានសភាពរលួយមានទឹករងាយហូរឬដល់ថ្នាក់មានដង្កូវចុះវាយប់ទៀតនោះសូមកុំខ្ពើមឬភ័យឲ្យសោះព្រោះតាមក្បួនទូទីភាពគួរឲ្យខ្លាចនិងខ្ពើមមើលអើមទាំងអស់នេះនឹងប្រែក្លាយទៅជាលាភសក្ការៈដ៏មហាសាលទំនាយបញ្ជាក់ថាកម្រិតនៃភាពរលួយស្អុយរបស់សពក្នុងសុបិនគឺតំណាងឲ្យទំហំនៃលាភសំណាងរបស់អ្នកពោលគឺរឹតតែស្អុយរឹតតែមានដង្កូវលាភសំណាងនិងរឹតតែកើនឡើងទ្វេដងទទួលបានភាពជោគជ័យធំធេងហួសពីការរំពឹងទុកលេខកូដនាំហេងសម្រាប់ការផ្សងសំណាងសម្រាប់បងប្អូនដែលចង់យកសុបិននេះទៅសាកល្បងវាសនាលេខដែលនាំហេងបុកជំនួសគឺលេខតូច14 1044លេខធំ404 004 409បញ្ជាក់នេះគ្រាន់តែជាជំនឿនិងក្បួនតម្រាតាមចាស់ទុំបុរាណប៉ុណ្ណោះសូមលោកអ្នកទទួលយកក្នុងន័យវិជ្ជមាននិងបន្តខិតខំប្រឹងប្រែងប្រកបការងារដោយសេចក្តីព្យាយាមបន្តទៀតដើម្បីភាពជោគជ័យពិតប្រាកដក្នុងជីវិត